សួស្តីអ្នកនរគ្នាក្នុងវីដេអូនេះខ្ញុំចង់មកនិយាយតាក់ទងជាមួយនឹងថាហេតុអីបានខ្ញុំអាចមកធ្វើការនៅក្នុងក្រុមហ៊ុន Zaha Hadid នេះបានថាវាមានរឿងអីដែលធ្វើឲ្យខ្ញុំចេញពីក្រុមហ៊ុនចាស់ដែលខ្ញុំធ្លាប់បោះហើយគឺខ្ញុំធ្វើការនៅក្នុងក្រុមហ៊ុន Med Architect ដែលជាក្រុមហ៊ុនអន្តរជាតិធំល្បីមួយដែរនៅក្នុងប្រទេសចិនដែលមាន office នៅប្រទេសចិនហ្នឹងហើយថាហេតុអីបានខ្ញុំចេញពីក្រុមហ៊ុនហ្នឹងហើយខ្ញុំដាក់មកខាងក្រុមហ៊ុន Zaha Hadid និយាយរួមទៅគឺក្រុមហ៊ុន Zaha Hadid គឺជាក្រុមហ៊ុនមួយដែលវាជាក្តីសម័យរបស់ខ្ញុំតាំងពីខ្ញុំចាប់ផ្ដើមចូលរៀនស្ថាបត្យកម្មនៅសាលាភូមិន្ទចិត្តសិល្បៈមកហើយនិយាយទៅគឺខ្ញុំចាប់ផ្ដើមស្គាល់ពី Zaha Hadid ហ្នឹងថាស្ថាបត្យកម្មយើងក៏យើងអាច design នៅទម្រង់អាគារបែបទំនើបបែបfuturistic បែប parametric បែបអីហ្នឹងគឺខ្ញុំចាប់អារម្មណ៍ហ្មងដោយសារតែខ្ញុំចូលចិត្តគូរូបខ្ញុំចូលចិត្តធ្វើអីបែបលក្ខណៈវាសិល្បៈអីចឹងណាអញ្ចឹងគឺខ្ញុំចាប់អារម្មណ៍នៅក្រុមហ៊ុន Zaha Hadid តាំងពីពេលហ្នឹងមកហើយក្រុមហ៊ុន Med Architect ក៏ជាក្រុមហ៊ុនមួយដែលខ្ញុំស្រឡាញ់ដែរប៉ុន្តែមូលហេតុដែលខ្ញុំចេញពីក្រុមហ៊ុន Med ហ្នឹងគឺដោយសារតែខ្ញុំអត់សូវចូលចិត្តក្នុងការរស់នៅទីក្រុងប៉េកាំងគឺជាទីក្រុងមួយដែលល្អដែលលក្ខណៈថាបើសិនជាយើងទៅកំសាន្តទៅអីសុបាយប៉ុន្តែបើសិនជាទៅនៅហ្មងគឺរៀងពិបាកតិចដោយសារតែមនុស្សច្រើនមែនតើអញ្ចឹងពេលវេលាដែលខ្ញុំទៅធ្វើការចេញពីផ្ទះទៅធ្វើការមកវិញហ្នឹងខ្ញុំជិះរថភ្លើងក្រោមដីហ្នឹងគឺប្រឈៀតគ្នារាល់ថ្ងៃអញ្ចឹងវាធ្វើឲ្យអារម្មណ៍យើងអត់ចង់រស់នៅបែបហ្នឹងចា៎នោះវាជាមូលហេតុមួយដែលខ្ញុំអត់ចង់ធ្វើការនៅក្នុងអត់ចង់រៀនអត់ចង់រស់នៅក្នុងហើយណាមួយទៀតប្រហែលជាខ្ញុំនៅប្រទេសចិនយូរឆ្នាំព្រោះខ្ញុំទៅរៀនតាំងពីបញ្ញាបត្ររហូតដល់ master អញ្ចឹងវាការរស់នៅហ្នឹងវាចូលចង់ 4-10 ឆ្នាំអញ្ចឹងគឺខ្ញុំចង់បដូរកន្លែងខ្ញុំចង់ដាក់ទៅកន្លែងផ្សេងអញ្ចឹងពេលដែលចុងឆ្នាំ2024ហ្នឹងគឺខ្ញុំសម្រេចចិត្តថាខ្ញុំនឹងដាក់ទៅក្រៅគោលដៅរបស់ខ្ញុំគឺខ្ញុំចង់ដាក់មកខាងអឺរ៉ុបប៉ុន្តែខ្ញុំអត់សូវមានសង្ឃឹមបានទេដោយសារតែខ្ញុំអត់ដែលមានប្រវត្តិក្នុងការរៀននៅខាងអឺរ៉ុបឬក៏រៀននៅអង់គ្លេសនេះអញ្ចឹងគឺប៉ុន្តែគាត់ថាគឺខ្ញុំចេះតែ apply ចោលទៅសិនអីចឹងទៅនិយាយទៅវាមិននឹកស្មានដែរដែលគេអាចតាក់ទងមកដើម្បីមកធ្វើការណាត់សម្ភាសឬក៏អីចឹងនៅពេលដែលគេណាត់សម្ភាសហ្នឹងគឺជាអីមួយដែលយើងមិននឹកស្មានដល់ថាគេអាចនឹង select យើងដើម្បីមកសម្ភាសចឹងណាដោយសារតែភាគច្រើនអ្នកដែលធ្វើការនៅក្នុងក្រុមហ៊ុន Zaha Hadid នេះគឺមកពីច្រើនប្រទេសមែនតើមកពីសឹងនឹងថាគ្រប់ប្រទេសទាំងអស់ប៉ុន្តែគឺពួកគាត់ទាំងអស់ហ្នឹងគឺភាគច្រើនគឺពួកគាត់រៀននៅអង់គ្លេសនេះផ្ទាល់ពួកគាត់រៀននៅសាលាស្ថាបត្យកម្មល្បីៗនៅអង់គ្លេសហើយពួកគាត់រៀនចប់គឺពួកគាត់ apply មកក្រុមហ៊ុនហ្នឹងគឺក្រុមហ៊ុនអត់ចាំបាច់ sponsor នៅsponsor visa ការងារឲ្យពួកគាត់ទេដោយសារតែពួកគាត់រៀនចប់អញ្ចឹងគឺគេមាន visa after graduate ហ្នឹងវាមាន2 ឆ្នាំអីចឹងគឺភាគច្រើនគឺក្រុមហ៊ុននៅអង់គ្លេសក្រុមហ៊ុននៅអឺរ៉ុបហ្នឹងគឺគេធ្វើអញ្ចឹងមកសម្រាប់ខ្ញុំគឺខ្ញុំ apply មកពីខាងចិនឬក៏ខ្ញុំ apply មកពីខ្មែរមកហ្មងអញ្ចឹងគេត្រូវ sponsor visa ឲ្យខ្ញុំច្រើនគេត្រូវចំណាយលុយអស់ច្រើនមែនតើគាត់ទៅ sponsor ឲ្យយើងមកអញ្ចឹងគឺខ្ញុំអត់សូវមានសង្ឃឹមបានទេប៉ុន្តែគាត់ថានៅពេលដែលគេណាត់សម្ភាសហ្នឹងគឺខ្ញុំមានអារម្មណ៍សប្បាយចិត្តមែនតើប៉ុន្តែខ្ញុំភ័យដែរដោយសារតែថាខ្ញុំត្រូវធ្វើម៉េចដើម្បីចាប់យកឱកាសហ្នឹងឲ្យបានអញ្ចឹងពេលហ្នឹងខ្ញុំអត់តន់ឈប់នៅក្រុមហ៊ុនមេទេអញ្ចឹងគឺខ្ញុំដាក់ច្បាប់មួយអាទិត្យហើយខ្ញុំត្រៀមខ្លួនមួយអាទិត្យហ្នឹងគឺដើម្បីត្រៀមខ្លួនសម្ភាសហ្នឹងហ្មងអញ្ចឹងគឺខ្ញុំត្រៀមខ្លួនក្នុងការឆ្លើយសំណួរដែលអាចនឹងថាគេសួរទាំងប្រមាណគឺខ្ញុំត្រៀមឆ្លើយជាភាសាអង់គ្លេសហើយដោយសារមួយទៀតគឺភាសាអង់គ្លេសខ្ញុំគឺមានកម្រិតមែនតើកាលពីឆ្នាំមុនដែលខ្ញុំដាក់មកហ្នឹងហើយខ្ញុំត្រូវត្រៀមឆ្លើយសំណួរហ្នឹងគឺខ្ញុំត្រៀម portfolio ត្រៀមអីរបស់ខ្ញុំគឺខ្ញុំត្រៀមផ្ចិតផ្ចង់មែនតើហើយគឺខ្ញុំហាត់សមចង់រងថ្ងៃដើម្បីពេលសម្ភាសជាមួយគេហ្នឹងគឺខ្ញុំហាត់សមរងថ្ងៃហ្មងអញ្ចឹងនៅពេលដែលសម្ភាសគឺវារលូនបានល្អរលូនអីចឹងប៉ុន្តែនៅពេលដែលសម្ភាសហ្នឹងក៏គេនិយាយដែរគេថាអ្នកដែលសម្ភាសហ្នឹងក៏មានមនុស្សច្រើនអញ្ចឹងគឺគេនឹងផ្ដល់ដំណឹងឲ្យយើងបើសិនជាក្នុងករណីគេ select យើងអញ្ចឹងអាហ្នឹងគឺជារឿងមួយដែលយើងរងចាំអីចឹងហើយទន្ទឹមពេលជាមួយដែលខ្ញុំដាក់មកខាង Zaha ហ្នឹងក៏ខ្ញុំដាក់ទៅខាងក្រុមហ៊ុនមួយទៀតនៅ Dubai ដែរ
ហើយក្រុមហ៊ុននៅ Dubai ហ្នឹងក៏តាក់ទងមកខ្ញុំសម្ភាសដូចគ្នាអីដូចគ្នាគឺខ្ញុំធ្វើដំណើរគ្នាហ្មងដោយសារតែខ្ញុំគិតថាក្រុមហ៊ុន Zaha គឺខ្ញុំមិនជាសង្ឃឹមប្រហែលទេប៉ុន្តែបើក្រុមហ៊ុននៅ Dubai គឺខ្ញុំអាចសង្ឃឹមច្រើនជាងដោយសារតែគឺគេនៅទីក្រុង Dubai ហ្នឹងខ្ញុំគិតថាគេទៀមមនុស្សដែលយើងចេះតាក់ទងជាមួយការ design តាក់ទងមួយអីហ្នឹងច្រើនអញ្ចឹងក៏ខ្ញុំធ្វើការសម្ភាសប្រហែលជាចូល 3-4 តង់នៅខាងក្រុមហ៊ុននៅ Dubai ហ្នឹងចេញពីខាង HR ទៅខាង director ទៅឯងខ្ញុំសម្ភាសឡើងច្រើនតង់អញ្ចឹងចុងក្រោយខាងក្រុមហ៊ុន Dubai ហ្នឹងគឺគេឲ្យ offer ខ្ញុំគេផ្ញើ mail មកឲ្យយើងបញ្ជាក់ថ្ងៃធ្វើការបញ្ជាក់ថ្ងៃអីទាំងអស់ប៉ុន្តែក្រុមហ៊ុន Zaha ក្រោយពីដែលខ្ញុំសម្ភាសប្រហែលជា3សប្តាហ៍ហើយគឺស្ងាត់ឈឹងប៉ុន្តែគឺខ្ញុំនៅតែចាំហើយខ្ញុំនៅតែខ្ញុំប្រាប់ទៅខាងក្រុមហ៊ុន Dubai ថាទុកពេលឲ្យខ្ញុំមួយអាទិត្យអីសិនដើម្បីខ្ញុំរៀបចំអីចឹងណាដើម្បីយើងផ្ដល់ចម្លើយទៅឲ្យគេស្រាប់តែមានយប់មួយហ្នឹងគឺខ្ញុំទទួលបាន call ពីខាង HR នៅខាងក្រុមហ៊ុន Zaha ហ្នឹងគឺគេទេមកខ្ញុំហើយគេទេមកប្រាប់ថាគេឲ្យ offer យើងគេឲ្យ offer ការងារមកឲ្យយើងគេប្រាប់ពីថ្ងៃដែលយើងចូលធ្វើការគេប្រាប់ពីអីទាំងអស់អញ្ចឹងហើយគេប្រាប់ឲ្យយើងត្រៀមខ្លួនក្នុងការធ្វើវីសាធ្វើអីពេលដែលខ្ញុំទទួលបាន call ហ្នឹងហើយខ្ញុំនិយាយមួយគេចប់គឺយប់ហ្នឹងគឺដេកអត់លក់ហ្មងគឺដោយសារតែយើងអត់នឹកស្មានថាវាអាចគេអាចនឹងឲ្យ offer មកឲ្យ offer ខ្ញុំអញ្ចឹងណាហ្នឹងហើយក៏និយាយទៅគឺហើយក៏ពេលហ្នឹងមានមួយទៀតមានបញ្ហាមួយទៀតគឺខ្ញុំត្រូវត្រៀមធ្វើវីសាហើយការធ្វើវីសាហ្នឹងគឺខ្ញុំត្រូវប្រឡងអង់គ្លេសប្រឡង IELTS ដើម្បីបានអាបន្ទុកគេកម្រិតដើម្បីឲ្យយើងធ្វើវីសាឲ្យបានអញ្ចឹងអាហ្នឹងវាជា challenge មួយទៀតដោយសារតែខ្ញុំនៅស្រុកចិន 4-10 ឆ្នាំគឺខ្ញុំប្រើវីសាចិនទាំងអស់ខ្ញុំអត់ដែលសូវប្រើវីសាអង់គ្លេសទេចុះវីសាអង់គ្លេសខ្ញុំគឺមានកម្រិតខ្លាំងមែនទែនហើយរយៈពេលដែលគេកំណត់ឲ្យខ្ញុំមកធ្វើការជាមួយនឹងពេលដែលគេឲ្យ offer ខ្ញុំហ្នឹងគឺរយៈពេលប្រហែលជាតែ 2-3 ខែចឹងបើសិនជាខ្ញុំត្រៀមប្រឡងផងខ្ញុំត្រៀមផងឲ្យខ្ញុំទៅប្រឡងខ្ញុំអីត្រូវធ្វើវីសាប្រហែលជា8សប្តាហ៍អីទៀតគឺពេលវេលាហ្នឹងគឺវាលក្ខណៈថាវានេះមែនតើណាវាគៀកគ្នាមែនតើហ្មងអញ្ចឹងគឺខ្ញុំត្រៀមហើយខ្ញុំទៅប្រឡងអង់គ្លេសហ្នឹងចុងក្រោយក៏ខ្ញុំអាចប្រឡងទទួលបានបន្ទុកដែលគេកំណត់ហ្នឹងក៏ខ្ញុំ apply visa ភ្លាមអញ្ចឹងទៅហើយក៏នឹងហើយក៏ខ្ញុំបានមកណាអញ្ចឹងទៅក៏យើងបានមកជួបធ្វើការមកអីអញ្ចឹងទៅហើយមកដល់ឥឡូវគឺរយៈពេល1ឆ្នាំហើយនឹងគឺជា background ខ្លះតាក់ទងជាមួយនឹងការដាក់មកធ្វើការនៅនេះមិននៅក្នុងវីដេអូហ្នឹងមានតែប៉ុណ្្នឹងហើយបើសិនជាខ្ញុំមានពេលប្រហែលជាខ្ញុំអាចនឹងនិយាយ detail ទៀតតាក់ទងជាមួយនឹងថាខ្ញុំធ្វើការនឹងរបៀបម៉េចហើយសង្គមការងារធ្វើការនៅក្នុងប្រទេសក្រៅឬក៏នៅ firm បរទេសហ្នឹងគឺគេធ្វើរបៀបម៉េចគឺមានមនុស្សលក្ខណៈថាគេសហការគ្នាបែបម៉េចអញ្ចឹងវាមានរឿងច្រើនដែលខ្ញុំចង់ចែករំលែកច្រើនមែនតើបណ្ដាលថាអត់ដឹងថាខ្ញុំគួរចាប់ផ្ដើមនិយាយពីណាទៅណាអញ្ចឹងណា